សួស្តីអ្នកទាំងអស់គ្នាជួយជាមួយខ្ញុំម្ដងទៀតហើយឧឆាំងថ្ងៃនេះយើងមកសម្រាប់នៅខ្សែរឿងបរិយាចិត្តឆាននៅអេពីសូតទី4តខ្សែរឿងរបស់យើងក៏បានឃើញនៅប្រូម្នាក់បាននិយាយទៅពីដងកាងថាយើងគឺរវល់នៅទីនេះបើឯងចង់ជួបយើងឯងឆាប់តែមកនៅពេលដែលយើងទំនេរមកមិនចាំបាច់មកទីនេះទេនឹងបន្តទៀតថាការដេញថ្លៃនៅយប់នេះអាល្ងងតើប៉ារបស់ឯងមិនចេះបង្រៀនឯងទេភីដងកាងក៏បានតបថាយើងនៅទីនេះមិនយូរនោះទេប្រងើក៏បានសួរទៅថាតើឯងមិនមែនជាអ្នកមកយករបស់តើឯងមករកអ្វីនៅទីនេះហើយឯងបានហ៊ានចូលមកទីនេះទៀតឯងមិនឃើញសភាពអាមួយនេះទេភីដងកាងក៏បាននិយាយថាយើងមកទីនេះដើម្បីមកមើលកាមេរ៉ាសុវត្ថិភាពប្រូ3នាក់នោះក៏បានសើចថាឯងប្រកាសទេក៏បាននិយាយតទៀតថាអ្នកដែលធ្វើឲ្យយើងស្ដាប់គឺតកែរបស់យើងបើសិនបើឯងចូលមកកុំចង់ចេញទៅវិញប៉ុន្តែបើឯងយកឈ្នះគេបានយើងគឺពិចារណាអំឡុងពេលនោះក៏មានបរិមម្នាក់ស្ទុះយកញញួរមកសំពងលើភីដងកាងក៏ដឹងនឹងកិច្ចផុតក៏បានចាប់កោអាវប្រូម្នាក់នោះនឹងយាជង្គង់ដាក់មួយជង្គង់ធ្វើឲ្យប្រូម្នាក់នោះខ្ទាតរបូតញញួរនឹងខ្សែចង្វាក់ឆ្កែភីដងកាងក៏បានយកខ្សែនោះរួមនឹងដៃហើយនិយាយថាយើងមិនរំពឹងថាមនុស្សអាក្រក់ដូចជាពួកឯងចោះចាញ់តែងាយទេហើយបន្តទាំងមុខកាយថាយើងក៏មិនរំពឹងថាមកទីនេះដើម្បីសម្លាប់មនុស្សនោះដែរទទួលបានគឺរស់ទទួលមិនបានគឺស្លាប់ភីដងកាងក៏បានសម្រុកចូលធ្វើឲ្យប្រូម៉ាប់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្លាមនោះក៏បានខ្ទាតបរិមម្នាក់មកទាំងរបួសនិងម្នាក់ទៀតក៏មិនខុសគ្នានោះដែរយើងក៏លេចទៅមើលភីដងកាងកំពុងយកខ្សែចង្វាក់បានយកមករឹតកោប្រងោរហូតដល់ចាក់ចេញនិងបានយកដំបងបេសបលទៅគម្រាមបរិះពីរនាក់នោះថាតើបន្ទប់កាមេរ៉ាសុវត្ថិភាពនៅឯណាបើមិនប្រាប់គឺស្លាប់ប្រូម្នាក់នោះក៏បាននិយាយថាស្ដាប់ខ្ញុំសិនបើយើងបែកធ្លាយទៅនៅអតិថិជនរបស់យើងពួកយើងនឹងខ្លាចជាសាច់ងាប់ហើយប៉ុន្តែខ្ញុំអាចយកលុយមួយចំនួនធំទៅឲ្យលោកបានភីដងកាងជាមនុស្សដែលមិនចូលចិត្តសាមច្រើនក៏បានយឺដំបងបេសបលដាក់មួយដំបងហើយក៏បាននិយាយថាពិតជានិយាយច្រើនមែនប្រូម្នាក់ដែលបានឃើញគ្នារបស់ខ្លួនត្រូវក៏ចង្អុលដោយញ័រថានៅទីនោះនៅក្នុងបន្ទប់នោះយើងក៏បានឃើញកែវភ្នែករបស់មនុស្សនិងសម្ភារៈពេទ្យជាច្រើននិងមានបរិះម្នាក់កំពុងយកកាំបិតវះលើកែវភ្នែករបស់មនុស្សភីដងកាងបែរទៅបន្ទប់នោះយ៉ាងកែវភ្នែកកាយហើយក៏បានដើរចូលនិងនិយាយថានៅទីនេះពិតជាឆ្អាបឈាមមែនហើយបន្តទៀតថាខ្ញុំបានលើគេនិយាយថាកាមេរ៉ា CCTV គឺនៅកន្លែងនេះនឹងឆ្កឹះធ្វើឲ្យជ្រុះគ្រាប់ភ្នែកមួយនិងបន្តនិយាយថាអ្វីដែលខ្ញុំឃើញនៅទីនេះគឺជាគ្រាប់ភ្នែករបស់មនុស្សយើងមិនដឹងថាពួកឯងសង្ងំធ្វើអ្វីទេនៅទីនេះតាមម្ចាស់គ្រាប់ភ្នែកទាំងអស់នេះពួកគេនៅឯណាប្រមាប់ក៏ត្រូវជាអ្នកវះកាត់សរីរាង្គរបស់មនុស្សដែលបានជំពាក់គ្មានសមត្ថភាពសងដឹងថាមានមនុស្សចូលក៏បែរនិយាយថាអូនៅតែមានចរិតក្អឹកក្តំដដែលនិងបន្តទៀតថាហើយឯងចូលមកទីនេះមិនប្រាប់មុនទេហើយឯងចូលមកមិនបានប្រាប់មុនអញ្ចឹងវាមិនជាទម្លាប់ល្អទេមិត្តចាស់ប្រហែលឯងមិនចាំមិត្តល្អដូចជាយើងទេយើងស្មានតែឯងមានការផ្លាស់ប្ដូរប៉ុន្តែយើងនៅតែចាំឯងដដែលឆ្កែឈួតភីដងកាងក៏បាននឹកឃើញពេលដែលខ្លួនបានចាក់ភ្នែកប្រូម៉ាប់នៅវិទ្យាល័យប្រូម៉ាប់ក៏បាននិយាយថាឯងត្រូវទុកជីវិតនៅទីនេះយើងកាត់ចូលមកប្រូម្នាក់កំពុងជួបបរិយក៏បាននិយាយថាទំនេររបស់យើងថ្ងៃនេះច្រើនយើងគួរតែទុកនៅក្នុងហាងខ្លះអតិថិជនមកគឺចង់មើលរបស់ដែលពួកយើងធ្វើការបរិបពីរអ្នកនោះក៏បាននិយាយបន្តទៀតថាខ្ញុំបានលើគេនិយាយថាអ្នកដែលបានវះកាត់កែវភ្នែកនោះពេលគេរួចកិច្ចការរបស់គេតែងតែយកកែវភ្នែកមួយដាក់ក្នុងកប៉ៅរបស់គេមិនចូលចិត្តភាពរញ៉េរញ៉ៃយើងក៏បានឃើញមនុស្សដែលត្រូវបានគេវះកាត់នោះគឺពិតជាច្រើនកាន់មកពេលភីដងកាងនិងប្រមាត់ចាប់ផ្ដើមប្រយុទ្ធភីដងកាងក៏បានបោះដំបងចោលហើយនិយាយថាឯងពិតជាសប្បាយចិត្តពេលជួបយើងឯងធ្វើអ្វីឯងមិនចាំខ្លួនឯងទេភីដងកាងក៏បានតបថាឯងពិតជានិយាយច្រើនណាស់ឆាប់ឲ្យវីដេអូកាមេរ៉ាសុវត្ថិភាពមកប្រូម៉ាក៏បានតបថាឯងមកទីនេះដើម្បីយកវីដេអូកាមេរ៉ាសុវត្ថិភាពមិនគិតថាមកលេងយើងខ្លះទេប្រូម៉ាក៏បានក្រឡេកទៅមើលកាមេរ៉ាក៏បានឃើញគ្នារបស់ខ្លួនឡើងទួប្រូម៉ាក៏បន្តឯងពិតជាសមឈ្មោះថាឆ្កែឈួតមែនប៉ុន្តែឯងក៏នៅតែជាមនុស្សដដែលឯងបានគិតថាឯងយកឈ្នះគេបានទាំងអស់នេះជាមូលហេតុដែលគេដាក់ឈ្មោះឯងថាឆ្កែឈួតហេអាភ្នែកមួយឯងពិតជានិយាយច្រើនមែនប្រូម៉ាក៏បានតបថាតើឯងដឹងថាយើងជានរណាគេទេអ្វីគ្រប់យ៉ាងគឺមកពីឯងភីដងកាំងក៏បានតបថាយើងមែនទេឯងបាននៅចាំកែវភ្នែកដែលឯងបានចាក់យើងទេមិនអីទេចាំយើងធ្វើឲ្យឯងចងចាំអារម្មណ៍មួយនេះអំឡុងពេលនោះប្រូម៉ាប់ក៏បានស្ទុះចាក់ភីដងកាំងក៏បានកិច្ចឆ្វេងកិច្ចស្ដាមលើផងក្រោមផងនិងបានបោះជំហានមកក្រោយប្រូម៉ាប់ក៏បានយកឈាមដែលប្រឡាក់កំបិតយកមកលិតក៏បានថានេះមែនទេជាឈាមជើងខ្លាំងប្រចាំសាលាពិតជាសាបមែនភីដងកាំងក៏បានដោះអាវហើយក៏បាននិយាយថាខ្ញុំមិននឹកស្មានថាមនុស្សគ្មានតម្លៃដូចជាឯងមានសមត្ថភាពបន្តិចនេះសោះប្រូម៉ាប់ក៏បានខំមកក៏បានស្ទុះសម្រុកចូលម្ដងទៀតទាំងឆ្វេងផងស្ដាមផងនិងក្រវីកុំកំបិតចាក់លើស្មាភីដងកាំងយ៉ាងមានការឈឺចាប់ប្រូម៉ាប់សោយទាំងរោគចិត្តថាយើងចាំពេលនេះយូរហើយយើងនឹងហែកឯងជាដុំដើម្បីរក្សាទុកប្រូម៉ាប់ក៏ខំប្រឹងរុញដើម្បីចាក់ទម្លុះស្មាភីដងកាំងសភាពរបស់ភីដងកាំងគឺពិបាកក្នុងការយកឈ្នះក៏បានបំបុកជាមួយក្បាលប្រូម៉ាប់ធ្វើឲ្យខ្ទាតនឹងបាននិយាយថាឥឡូវខ្ញុំកំពុងគិតថាចង់បានភ្នែករបស់ឯងម្ដងទៀតប្រូម៉ាប់ក៏បានតបថាឯងគួរតែនិយាយរហូតដល់ឯងនិយាយបានបន្តិចទៀតឯងនឹងស្ដាយក្រោយពេលនោះប្រូម៉ាប់ក៏បានសម្រុកចូលម្ដងទៀតដោយកាត់ឆ្វេងផងស្ដាំផងប៉ុន្តែភីដងកាំងក៏បានគេចផុតនឹងបានសោយមួយដៃទៅវិញធ្វើឲ្យប្រូម៉ាប់មានការស្រែកយ៉ាងខ្លាំងភីដងកាំងបំរុងនឹងដាល់មួយដៃហើយប្រូម៉ាប់ក៏បានរៀបរៀងដោយការភ័យខ្លាចតែភីដងកាំងមិនដាច់ចិត្តក៏បានដើរទៅមើលកាមេរ៉ាដោយខ្លួនឯងនិងនិយាយថាយើងត្រូវមើលវីដេអូសិនបន្ទាប់មកយើងត្រូវធ្វើអ្វីចំពោះឯងប្រូម៉ាប់ក៏បាននិយាយថាឯងចាត់ទុកយើងដូចជាសម្រាមតាំងពីមុនរហូតដល់ឥឡូវភីដងកាំងក៏បានឃើញសកម្មភាពម្ដាយរបស់គេកំពុងលួចជង្គង់សំពះអង្វរប្រូម៉ាប់ភីដងកាំងបន្តទៀតថាហេតុអ្វីបានជាគាត់ធ្វើដូច្នេះអំឡុងពេលនោះភ្លើងក៏បានដាច់កុំព្យូទ័រក៏បានរលត់ភីដងកាំងក៏បានស្រែកថាឯងកំពុងធ្វើអ្វីហ្នឹងក៏បានឮសំឡេងប្រូម៉ាប់និយាយថាឯងចង់ដឹងហេតុអ្វីបានជាម្ដាយរបស់ឯងមកទីនេះហេតុអ្វីបានជាម្ដាយរបស់ឯងលួចជង្គង់ដាក់យើងអំឡុងពេលនោះកាំបិនក៏បានហោះសម្ដៅមកភីដងកាំងរហូតដល់បុកជាមួយស្មានិងភីដងកាំងក៏បានយកកាំបិននោះចេញពីលើស្មាស
សំឡេងប្រមាប់ក៏បន្តទៀតថាអូឥឡូវខ្ញុំមានអារម្មណ៍ថាកំពុងចិត្តស្និទ្ធជាមួយឯងហើយមិត្តចាស់កាត់កលេចមើលពេលម្ដាយភីដុងកាងបានមកជួបប្រមាប់ក៏បាននិយាយថាខ្ញុំត្រូវបានគេប្រាប់ថាលោកគឺជាមនុស្សម្នាក់គត់ដែលទទួលបានរបស់គ្រប់យ៉ាងដែលខ្ញុំត្រូវការយករបស់ឲ្យខ្ញុំហើយខ្ញុំនឹងបង់ប្រាក់តាមដែលលោកចង់បាននិងបន្តទៀតថាខ្ញុំត្រូវការអ្វីគ្រប់យ៉ាងនៅក្នុងបញ្ជីនោះដូចដែលបានសរសេរប្រមាប់ក៏បានហុចបញ្ជីនោះហើយក៏យកទៅវិញនិយាយថាទីនេះមិនមែនជាអ្វីដែលអ្នកស្រីចង់បានដូចជាផ្សារទំនើបនោះទេម្ដាយរបស់ភីដុងកាងក៏បន្តទៀតថាដូច្នេះបានជាខ្ញុំមករកលោកតើលោកអាចធ្វើវាបានទេប្រសិនបើសំណើល្អជាងនេះខ្ញុំប្រហែលគិតមើលសិនប៉ុន្តែលុយវាមិនមែនជាអ្វីដែលខ្ញុំចង់បាននោះទេម្ដាយរបស់ភីដុងកាងក៏បានតបថាបើលោកអាចធ្វើវាបានខ្ញុំនឹងផ្ដល់អ្វីដែលលោកត្រូវការប្រមាប់ក៏បន្តនិយាយជាមួយភីដុងកាងថាតើអ្នកណាអាចបដិសេធជាមួយសំណើនេះបានលោកជំទាវសែនហ្វាគ្រប់ស្ត្រីខ្ពស់ស្បែកស្លេកសក់ខ្មៅភ្នែកពណ៌ក្រហមភីដុងកាងក៏បាននិយាយថាឯងបានធ្វើអ្វីដាក់គាត់ប្រមាប់ក៏បានគប់កំបិតស្ទុះមុខនឹងព្រមទាំងពាក់បន្តា scan នៅពេលយប់ភីដុងកាងក៏បានយកដៃទាំងពីររបស់ខ្លួនក្នុងការរងកំបិតប្រមាប់ក៏បានបន្តថានាងត្រូវបានរកឃើញនៅនឹងកន្លែងការស្វែងរកអាកំបាំងដ៏កខ្វក់របស់ម្ដាយធ្វើឲ្យអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើលមែនទេតើមានអ្វីកើតឡើងចំពោះទំនុកចិត្តរបស់ឯងភីដុងកាងមើលទៅភីដុងកាងទាំងជើងនិងដៃសូដោយកងកំបិតប្រមាប់ក៏គប់នឹងបាននិយាយឯងឆាប់លុចជង្គង់ភ្លាមនិងបន្តទៀតថាម្ដាយរបស់ឯងពិតជាល្អនៅក្នុងការធ្វើការងាររបស់នាងភីដុងកាងគ្រាន់តែលើពិតជាមានការខឹងយ៉ាងខ្លាំងប្រមាប់ក៏បន្តថាដូច្នេះហើយយើងផ្លាស់ប្ដូរពីប្រាក់ទៅជាកែវភ្នែករបស់នាងប្រសិនបើយើងធ្វើការបានសម្រេចនាងនឹងប្រកួតកែវភ្នែករបស់នាងឲ្យយើងប្រមាប់ក៏បាននិយាយថាអូកែវភ្នែករបស់ឯងពិតជាដូចម្ដាយរបស់ឯងណាស់ពេលនោះប្រមាប់ក៏បានគប់កងកំបិតសម្ដៅទៅភីដុងកាងធ្វើឲ្យគេបានខ្ទាតនឹងមានរបួសជាច្រើននឹងបន្តថាតើកូនប្រុសរបស់នាងនៅឯណាអំឡុងពេលដែលនាងលុតជង្គង់ហើយថ្ងៃនេះគឺគ្រប់គ្រាន់ហើយសម្រាប់រឿងគ្រួសារកំសត់របស់ឯងយើងក៏បានឃើញប្រមាប់កាន់ញញួរបំរុងដាក់ភីដុងកាងមួយញញួរហើយភីដុងកាងក៏បានដឹងនឹងកិច្ចផុតប្រមាប់ក៏បានជួបវន្តានឹងបានស្រែកឥឡូវឯងនៅឯណាឥឡូវកំពុងធ្វើអ្វីនៅពេលនេះអញកុំលេងសើចជាមួយយើងច្រើនពេកភីដុងកាងក៏បានតបថាតើឯងមើលយើងឃើញទេនឹងបានបើកភ្លើងធ្វើឲ្យប្រមាប់ឆ្លើយទាំងញ័រថាតើឯងចង់ធ្វើអីដាក់យើងភីដុងកាងក៏បាននិយាយថាឯងពិតជានិយាយច្រើនណាស់នឹងបានធ្វើការវះមុខប្រមាប់វះភ្នែកម្ខាងហើយម្ខាងទៀតរបស់ប្រមាប់ធ្វើឲ្យប្រមាប់មានការឈឺចាប់យ៉ាងខ្លាំងប្រមាប់ក៏បាននិយាយថាវាមិនអាចទេប៉ុន្តែបើយើងវះភ្នែករបស់ឯងវិញយើងនឹងមើលឃើញម្ដងទៀតភីដុងកាងក៏បានថ្លង់នឹងប្រមាប់ពេកក៏បានដាក់មួយកំភ្លៀងធ្វើឲ្យប្រមាប់ស្រែកភីដុងកាងក៏បន្តទៀតយើងត្រូវមានរឿងនិយាយជាមួយឯងជាច្រើនទៀតស្លឹកកាជៀរបស់ឯងម្ខាងនេះពិតជាអាក្រក់មែនចាំយើងជួយកាត់ឲ្យពេលនោះភីដុងកាងក៏បានកាត់ស្លឹកកាជៀម្ខាងរបស់ប្រមាប់នឹងបាននិយាយបន្តទៀតថាបើឯងមិនចង់ឲ្យស្លឹកកាជៀរបស់ឯងដាច់ម្ខាងទៀតទេឯងត្រូវប្រាប់យើងថាតើអ្នកណាគេអ្នកនៅពីក្រោយក្នុងរឿងទាំងអស់នេះអូខេសេរឿងរបស់យើងក៏ដល់ទីបញ្ចប់អ្នកនរជួយចុច like subscribe ដើម្បីបានវីដេអូថ្មីបាយបាយ